ទាហានថៃបានធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋកម្មមនុស្សធម៌អន្តរជាតិកាន់តែជ្រៅទៅមិនអាចដកខ្លួនបានទេអនុញ្ញាតគោរពជំរាបសួរបងប្អូនជនរួមជាតិបងប្អូនប្រិយមិត្តទស្សនិកជនរបស់ Channel ចង់ដឹងទេជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសម្រាប់ថ្ងៃទី5ខែមករាឆ្នាំ2026តទៅនេះសូមធ្វើការនាំព្រឹត្តិការណ៍ព័ត៌មានស្ដីអំពីស្ថានភាពព្រំដែននិងសន្តិសុខជាតិគិតត្រឹមថ្ងៃទី5ខែមករាឆ្នាំ2026នេះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតែតានតឹងនៅឡើយខណៈពេលដែលទាហានថៃកាន់តែប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មមនុស្សធម៌អន្តរជាតិកាន់តែធ្ងន់ធ្ងរទៅដោយទាហានថៃបានធ្វើការថតបង្ហោះនៅសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលួចឆក់ប្លន់ទ្រព្យសម្បត្តិបាត់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅឯភូមិព្រៃភូមិជោគជ័យនិងតំបន់បឹងត្រកូនរួមជាមួយនឹងតំបន់មួយចំនួនទៀតដែលថៃធ្វើការកាន់កាប់ឈរជើងដោយខុសច្បាប់បន្ទាប់ពីបទឈប់ចូលជាធម្មតាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី5ខែមករាឆ្នាំ2026បានបញ្ជាក់អះអាងសារជាថ្មីថាទាល់តែថ្ងៃទី5ខែមករាឆ្នាំ2026នេះទាហានរបស់ថៃនៅតែធ្វើសកម្មភាពដ៏ខុសខាតជាទីបំផុតខណៈពេលដែលពួកគេនៅតែបន្តសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិលនៅតំបន់ព្រំដែនរួមជាមួយនឹងទង្វើនៃការឆក់ប្លន់ការសម្លុតគំរាមដោយប្រើប្រាស់ប្រដាប់អាវុធការរាយលុះបលាក់ការដាក់កងតនិងដោយទង់ជាតិរបស់ថៃនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានផ្ងាទោសយ៉ាងខ្លាំងទៅនឹងទង្វើដ៏ប្រៃផ្សៃរបស់ទាហានថៃមួយនេះមកលើប្រជាជាតិកម្ពុជានៅឯតំបន់ព្រំដែនកម្ពុជាកម្ពុជានៅតែផ្ដាច់ចិត្តយ៉ាងរឹងមាំដើម្បីដោះស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់អន្តរជាតិនិងបដិញ្ញាចិត្តនៅក្នុងការទាមទារយកឲ្យបាននៅដែនអធិបតេយ្យភាពរបស់កម្ពុជាដែលទាហានថៃកំពុងតែឈរជើងដោយខុសច្បាប់នេះបងប្អូនជនរួមជាតិបងប្អូនប្រិយមិត្តទស្សនិកជនតាមរយៈសេចក្តីថ្លែងការណ៍បន្ទានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាវាបានឆ្លុះបញ្ចាំងឲ្យឃើញថាកម្ពុជាយើងបាននឹងកំពុងតែដំណើរការផ្លូវច្បាប់យ៉ាងយកចិត្តទុកដាក់បំផុតដោយពឹងផ្អែកទៅលើឯកសាររួមជាមួយនឹងយន្តការ JBC ដែលជាខែលការពារអធិបតេយ្យភាពរបស់កម្ពុជាអ្នកនាំពាក្យបានសង្កត់ធ្ងន់ទៅលើគណៈកម្មការព្រំដែនចម្រុះជាមួយ JBC ដែលនេះគឺជាយុទ្ធសាស្ត្ររបស់កម្ពុជាបង្ខំឲ្យថៃធ្វើត្រឡប់មកតុចរចាដោយផ្អែកទៅលើផែនទីតាមផ្លូវច្បាប់ប៉ុន្តែប្រសិនបើថៃធ្វើការបដិសេធមិនដកទ្រព្យចេញពីទីតាំងដែលខ្លួនកាន់កាប់ក្រោយថ្ងៃទី27ខែធ្នូកម្ពុជានឹងប្រើប្រាស់យន្តការ ASEAN ឬក៏អ្នកសង្កេតការណ៍អន្តរជាតិឲ្យចុះមកពិនិត្យទីតាំងជាក់ស្ដែងដើម្បីបញ្ជាក់ថាថៃបានរំលោភលើបន្ទាត់ព្រំដែនយ៉ាងពិតប្រាកដជំរើសទី1ដែលកម្ពុជាជ្រើសរើសយកមកប្រើប្រាស់នេះគឺត្រូវប្តឹងទៅតុលាការអន្តរជាតិឲ្យបកស្រាយនៅរាល់សារក្រមជាបន្ទាន់ដែលពាក់ព័ន្ធជាមួយនឹងតំបន់ដែលថៃទើបតែដណ្ដើមបាននេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដោយមិនចាំបាច់ច្បាំងទេដែលកម្ពុជាធ្លាប់ជោគជ័យកាលពីឆ្នាំ2013រួចមកហើយប៉ុន្តែយ៉ាងណាក៏ដោយការសាមគ្គីរួមរវាងប្រជាជននិងថ្នាក់ដឹកនាំក៏ត្រូវតែមានជំហររឹងមាំជាទីបំផុតដើម្បីបង្កើតនូវយុទ្ធសាស្ត្រគ្រប់បែបយ៉ាងទាំងអស់ទៅតាមលទ្ធភាពដែលកម្ពុជាបាននិងតាមយុទ្ធសាស្ត្រដឹកនាំនិងការដោះស្រាយបញ្ហានេះរបស់រាជរដ្ឋាភិបាលឲ្យដល់ទីបញ្ចប់ខណៈពេលដែលទាហានថៃកំពុងតែសប្បាយរីករាយជាមួយនឹងទង្វើដ៏ថោកទាបរបស់ខ្លួននៅក្នុងការប្រើប្រាស់ទង្វើដ៏ភេទផ្សាយយ៉ាងនៃការឆក់លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋការលួចគាល់ផ្ទះបំផ្លិចបំផ្លាញនិងយកទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាទៅប្រើប្រាស់នៅក្នុងន័យសើចំហុយវាបានក្លាយទៅជាភស្តុតាងដ៏សំខាន់ជាទីបំផុតខណៈពេលដែលយោធាជើងគុកពុករបស់ថៃបានហាមប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យថតបង្ហោះនៅសកម្មភាពទាំងអស់នោះទេហើយថែមទាំងលុបចេញនៅគ្រប់រូបភាពឬក៏វីដេអូនានាដែលពាក់ព័ន្ធជាមួយនឹងទាហានរបស់ថៃបង្ហាញអំពីអេរិយាបថចាត់ទុកថាខ្លួនឯងជាចៅទាបនៅក្នុងការបំពាកបំពានទាំងទ្រព្យសម្បត្តិនិងសិទ្ធិរបស់មនុស្សជាតិដែលប្រឆាំងយ៉ាងធ្ងន់ធ្ងរទៅនឹងឧក្រិដ្ឋកម្មមនុស្សធម៌អន្តរជាតិដែលជាទោសដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបានដោយចំនួនរសពទាំងអស់នេះហើយធ្វើឲ្យអាជ្ញាធររបស់ថៃហាក់បីដូច
ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាហួសពេលទៅហើយបើទោះបីជាអាជ្ញាធរថៃធ្វើការហាមប្រធានប្រសិនបើអំពាវនាវឲ្យប្រជាជនរបស់ខ្លួនបញ្ឈប់នូវសកម្មភាពនៃការបង្ហោះនូវរូបភាពឬវីដេអូទាំងអស់នេះក៏ដោយប្រជាជនកម្ពុជារួមជាមួយនឹងប្រជាជននៃបណ្ដាប្រទេសនានានៅលើពិភពលោកបានធ្វើការរក្សាទុកនូវឯកសារភស្តុតាងរួចរាល់ទៅហើយដែលមានមុខមាត់របស់បុគ្គលដែលជាទាហានថៃយ៉ាងច្បាស់ក្រឡែតមិនអាចប្រកាសបានដូច្នេះសូមបន្តបង្ហាញដល់រឹងមាំរបស់ប្រជាជនកម្ពុជារួបរวมសហការគ្នាបង្កើតនូវសាមគ្គីភាពជាព្រឹត្តមួយជាមួយនឹងរាជរដ្ឋាភិបាលដើម្បីបន្តដំណើរការនៃការដោះស្រាយនិងទាមទារនូវសិទ្ធិសេរីភាពនិងការខូចខាតទាំងអស់ដែលទាហានថៃប្រេយផ្សាយធ្វើសកម្មភាពទាំងការរំលោភបំពានអំពីមនុស្សធម៌ជាទីបំផុតមកលើប្រជាជនកម្ពុជាទាំងគ្មានអាវុធនៅក្នុងដៃនិងករណីបំផ្លិចបំផ្លាញលួចឆក់ប្លន់ទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាជនស៊ីវិលករណីមានរូបភាពឬក៏ឯកសារនានាពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋរបស់ទាហានថៃដែលធ្វើមកលើប្រជាជនកម្ពុជាសូមបងប្អូនធ្វើការ share និងចែករំលែកទៅកាន់បណ្ដាញសង្គមយើងជាប្រជាជនកម្ពុជាយើងបាននឹងកំពុងតែទទួលរងនឹងការបំពារបំពាននិងការប្រមាថមើលងាយដ៏ឃូឃឺជាទីបំផុតរបស់ជាតិសាសន៍ដទៃមួយនេះយើងពិតជាមិនអាចទទួលយកបានទេវាមិនមែនសម្ដែងឲ្យឃើញអំពីភាពទន់ខ្សោយរបស់យើងទេប៉ុន្តែវាកើតចេញពីការស្រឡាញ់នៅសន្តិភាពនិងការរក្សានៅតម្លៃមនុស្សធម៌អន្តរជាតិស្របជាមួយនឹងការគោរពច្បាប់អន្តរជាតិដែលកម្ពុជាបាននឹងកំពុងតែប្រកាន់ខ្ជាបំផុតដើម្បីសណ្ដាប់ធ្នាប់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតដូច្នេះការឈឺចាប់ទាំងប៉ុន្មានសូមបងប្អូនបញ្ចេញនិងធ្វើការ share ចែករំលែកទាំងអស់គ្នាដើម្បីឲ្យប្រជាជននៅលើពិភពលោកបានយល់ច្បាស់អំពីទង្វើដ៏ថោកទាបរបស់ទាហានសៀមមកលើប្រជាជាតិកម្ពុជាទាំងមូលដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍ប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃទី5ខែមករាឆ្នាំ2026អ្នកនាំពាក្យក៏នៅតែអះអាងថារហូតមកទល់ពេលបច្ចុប្បន្ននេះទាហានថៃនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជានៅឯតំបន់ព្រំដែនដែលថៃកំពុងតែឈរជើងទាំងអស់នោះដូច្នេះបងប្អូនប្រជាពលរដ្ឋគ្មានអ្វីត្រូវព្រួយបារម្ភឲ្យក្នុងការ share ចែករំលែកទេដោយសារនេះគឺជារឿងពិតដែលរាជរដ្ឋាភិបាលរបស់កម្ពុជាបាននឹងកំពុងតែកសាងសំណុំរឿងនិងប្រមូលភស្តុតាងទាំងអស់នេះដើម្បីទាមទារតាមផ្លូវច្បាប់អន្តរជាតិយកមកវឹងឲ្យបាននៅដែនអធិបតេយ្យភាពរបស់កម្ពុជាហើយថែមទាំងធ្វើឲ្យទាហានថៃប្រទេសថៃទាំងមូលនេះត្រូវតែសងជំងឺចិត្តនិងការខូចខាតទាំងអស់មកឲ្យប្រទេសកម្ពុជាមកឲ្យប្រជាជនកម្ពុជាឲ្យស័ក្តិសមទៅនឹងទង្វើដ៏អាក្រក់ទាំងអស់នេះករណីបន្ទាប់បងប្អូនប្រជាជនកម្ពុជាត្រូវតែពង្រឹងនូវសាមគ្គីភាពរួមវៀងគ្នានឹងគ្នាឲ្យបានរឹងមាំជាទីបំផុតបងប្អូនដាច់ខាតមិនត្រូវជឿទៅលើព័ត៌មានញុះញង់របស់ជនឆ្លៀតឱកាសមួយចំនួនដែលកំពុងតែបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាខណៈពេលដែលប្រទេសជាតិកំពុងតែជួបការលំបាកគ្មានអ្នកណាអាចដឹងអំពីសុខទុក្ខរបស់យើងនៅក្នុងក្រុមគ្រួសាររបស់យើងទេសូមអំពាវនាវឲ្យសប្បុរសជនគោរពលំដាប់ថ្នាក់គោរពទិសទីបន្តជួយគាំទ្រទាំងស្មារតីនិងសម្ភារៈទៅកាន់វីរៈកងទ័ពរបស់កម្ពុជានៅឯជួរមុខបន្ថែមទៀតជំរុញលើកទឹកចិត្តយោធានៅឯជួរមុខរបស់កម្ពុជាឲ្យខ្លាំងក្លាជាងមុនបន្តជួយគាំទ្រនិងផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគោរពលំដាប់ថ្នាក់ដើម្បីបន្តនីតិវិធីនៅក្នុងការទាមទារស្វែងរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាឲ្យខានតែបានបងប្អូនជនរួមជាតិជាទីគោរពរាប់អាននេះគឺជាសារដ៏សំខាន់មួយដែលខ្ញុំចង់និយាយទៅកាន់បងប្អូនប្រិយមិត្តជាពិសេសគឺប្រជាជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបយ៉ាងច្បាស់នៅពេលបច្ចុប្បន្ននេះបើទោះបីជាសកម្មភាពរបស់ទាហានថៃដែលធ្វើទង្វើដ៏ថោកទាបមកលើផ្ទះរបស់ប្រជាជនកម្ពុជានៅឯព្រំដែនក៏ពិតមែនប៉ុន្តែពួកគេកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងហើយទង្វើដ៏ព្រៃផ្សៃនិងភាពល្ងង់ខ្លៅរបស់ពួកគេកំពុងតែផ្សព្វផ្សាយទៅកាន់អន្តរជាតិឲ្យអន្តរជាតិបានឃើញច្បាស់ថាប្រជាជនរបស់គេជាតិសាសន៍របស់គេជាជាតិសាសន៍មួយដែលសាហាវឈូខើនិងថោកទាបជាទីបំផុតឆ្លៀតឱកាសយកពេលវេលានេះធ្វើជាចោរដើម្បីលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនខណៈពេលដែលប្រទេសមួយនោះកាន់សាសនាព្រះពុទ្ធដែរប៉ុន្តែប្រព្រឹត្តទង្វើដ៏ថោកទាបហាក់ដូចជាប្រទេសមួយដែលគ្មានសាសនាដែលប្រើចាក់ពីសង្គមមនុស្សប៉ុន្តែបានលេចឡើងនៅសង្គមសត្វដែលមិនស្គាល់ខុសមិនស្គាល់ត្រូវអាងអំណាចយោធាប្រមាថអាយុជីវិតរបស់ប្រជាជនស្លូតត្រង់និងបានរំលោភមនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរប្រជាជនកម្ពុជានៅតែមានជំនឿជាក់និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថាមិនយូរមិនឆាប់ទេកម្ពុជានឹងទទួលបានយុត្តិធម៌យ៉ាងពិតប្រាកដអ្នកដែលប្រព្រឹត្តទង្វើបាបនិងថោកទាបទាំងអស់នេះនឹងទទួលបាននូវសេចក្តីវិនាសនាពេលដ៏ឆាប់រហ័សខាងមុខនេះសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនានៅព្រឹត្តិការណ៍នៃការអាប់ដេតសម្រាប់ថ្ងៃទី5ខែមករាឆ្នាំ2026ខ្ញុំទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនា
ប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចធ្វើការ share ទៅកាន់បណ្ដាញសង្គមចុច like និងឃ្មុំនៅក្នុងការព្រមានទាំងធ្វើការ subscribe channel ចង់ដឹងទេទុកម្នាក់មួយដើម្បីទទួលបានវីដេអូព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ